ភៅការបង្វឹកប្រាថ្នាជំពូកទី3ប្រាថ្នាមូលដ្ឋានទាំង5ដែលលាក់នៅក្នុងអាកប្បកិរិយាប្រាថ្នាមូលដ្ឋានទាំង5មានប្រាថ្នាសេចក្តីស្រឡាញ់ប្រាថ្នាអំណាចប្រាថ្នាសេរីភាពប្រាថ្នាភាពរីករាយនិងប្រាថ្នាឲ្យមានជីវិតនិងស្ថិរភាព2ប្រាថ្នាសេចក្តីស្រឡាញ់និងភាពជាម្ចាស់ប្រាថ្នាសេចក្តីស្រឡាញ់គឺជាប្រាថ្នាផ្លូវចិត្តដ៏សំខាន់បំផុតសម្រាប់មនុស្សដើម្បីសេចក្តីស្រឡាញ់មនុស្សទ្រាំទ្រនឹងការឈឺចាប់ខ្លាំងនិងដោយស្ម័គ្រចិត្តចូលរួមក្នុងទុក្ខវេទនានិងសកម្មភាពមិនសប្បាយចិត្តរយៈពេលវែងដើម្បីទំនាក់ទំនងពួកគេចាប់អារម្មណ៍លើមនុស្សនិងរីករាយនឹងទំនាក់ទំនងស្និទ្ធស្នាលពួកគេពូកែក្នុងការមើលឃើញនិងបំពេញប្រាថ្នារបស់អ្នកដទៃទោះបីជាយ៉ាងណាក៏ដោយប្រាថ្នាសេចក្តីស្រឡាញ់និងប្រាថ្នាភាពជាកម្មសិទ្ធិអាចខុសគ្នាមនុស្សដែលមានប្រាថ្នាសេចក្តីស្រឡាញ់ខ្ពស់ចង់បានទំនាក់ទំនងស្និទ្ធស្នាលមនុស្សដែលមានប្រាថ្នាភាពជាកម្មសិទ្ធិខ្ពស់មានទំនាក់ទំនងជាក្រុមច្រើននិងអាចរាក់ទាក់ជាមួយមនុស្សជាច្រើនមនុស្សដែលចូលរួមក្នុងកម្មវិធីជួបជុំដោយឧស្សាហ៍ព្យាយាមប៉ុន្តែមិនសូវចាប់អារម្មណ៍លើទំនាក់ទំនងស៊ីជម្រៅទេមនុស្សទាំងនោះអាចត្រូវបានគេមើលឃើញថាមានប្រាថ្នាភាពជាកម្មសិទ្ធិខ្ពស់ប្រាថ្នាភាពស្និទ្ធស្នាលគឺកាន់តែជិតនិងបុគ្គលិកលក្ខណៈចូលចិត្តនៅម្នាក់ឯងខណៈពេលដែលប្រាថ្នាភាពជាកម្មសិទ្ធិអាចត្រូវបានគេមើលឃើញថាជាបុគ្គលិកលក្ខណៈរស់រាយប្រាថ្នានៃអារម្មណ៍ជាកម្មសិទ្ធិត្រូវតែបំពេញកុមារត្រូវការអារម្មណ៍ជាកម្មសិទ្ធិពួកគេចង់ត្រូវបានគេទទួលយកដោយដែលពួកគេមាននៅក្នុងក្រុមមួយដោយមិនគិតពីអាកប្បកិរិយាឬសមត្ថភាពរបស់ពួកគេឡើយកុមារកំពុងស្ថិតនៅក្នុងដំណើរការនៃការរៀនអំពីប្រភេទពិភពលោកដែលពួកគេជាកម្មសិទ្ធិនិងកន្លែងដែលពួកគេនៅឯណាប្រាថ្នាចង់មានអារម្មណ៍ថាស្រឡាញ់ជានិច្ចមិនថាពួកគេយំរអ៊ូប៉ុណ្ណាគំពប់អាហារបំបែកទូរស័ព្ទរបស់ប៉ាឬធ្វើឲ្យផ្ទះបាយរញ៉េរញ៉ៃនេះគឺជាអារម្មណ៍ជាកម្មសិទ្ធិចូលចិត្តនៅជាមួយគ្នាមនុស្សដែលមានប្រាថ្នាសេចក្តីស្រឡាញ់ខ្ពស់ចូលចិត្តនៅកន្លែងជាមួយគ្នានិងធ្វើអ្វីៗជាមួយគ្នាដោយសារតែរឿងនេះពួកគេតែងតែនិយាយថាតោះធ្វើវាជាមួយគ្នាទៅកាន់អ្នកជុំវិញពួកគេចង់បានភាពស្និទ្ធស្នាលមនុស្សដែលមានប្រាថ្នាសេចក្តីស្រឡាញ់ខ្ពស់រីករាយនឹងទំនាក់ទំនងស៊ីជម្រៅនិងការចែករំលែកដ៏ស៊ីជម្រៅពួកគេមិនចង់បានទំនាក់ទំនងរាក់ៗទេមានអារម្មណ៍ឈឺចាប់យ៉ាងងាយស្រួលសម្រាប់ពួកគេការផ្ដល់សេចក្តីស្រឡាញ់គឺសំខាន់ដោយការទទួលបានវាដែរហើយពួកគេមានភាពរសើបចំពោះតុល្យភាពរវាងសេចក្តីស្រឡាញ់ដែលពួកគេផ្ដល់ឲ្យនិងសេចក្តីស្រឡាញ់ដែលពួកគេទទួលបានដោយសារការផ្ដោតអារម្មណ៍របស់ពួកគេលើសេចក្តីស្រឡាញ់ពួកគេមានអារម្មណ៍ឈឺចាប់យ៉ាងងាយស្រួលផងដែរការជួយនិងការផ្ដល់មនុស្សដែលមានប្រាថ្នាសេចក្តីស្រឡាញ់ខ្ពស់មានចិត្តល្អចំពោះអ្នកដទៃព្យាយាមយល់ចិត្តនិងរីករាយនឹងការជួយនិងការផ្ដល់ឲ្យអ្នកដែលខ្វះខាតពួកគេចាត់ទុកការស្រឡាញ់និងការផ្ដល់ឲ្យអ្នកដទៃជាគោលការណ៍និងមានតម្លៃដ៏សំខាន់មួយហើយក៏ឲ្យតម្លៃលើការធ្វើអ្វីៗជាមួយគ្នាដោយបង្រៀនតម្លៃទាំងនោះដល់កុមារផងដែរមនុស្សដែលមានប្រាថ្នាសេចក្តីស្រឡាញ់និងអំណាចខ្ពស់ប៉ុន្តែមានប្រាថ្នាសេរីភាពទាបអាចវិនិច្ឆ័យនរណាម្នាក់ដែលមិនផ្ដល់ឲ្យអ្នកដទៃថាជាមនុស្សអាក្រក់ចងភ្ជាប់ដោយចិត្តពួកគេមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើអារម្មណ៍អ្នកដទៃហើយសូម្បីតែពាក្យសម្ដីរបស់ពួកគេក៏ច្រើនតែមានអារម្មណ៍ដែរនៅពេលផ្ញើសារពួកគេតែងតែបញ្ចូលរូបអារម្មណ៍មិនត្រឹមតែអក្សរប៉ុណ្ណោះទេឃ្លាធម្មតារបស់មនុស្សដែលមានប្រាថ្នាសេចក្តីស្រឡាញ់ខ្ពស់ពួកគេតែងតែប្រើពាក្យដូចជាយើងជាមួយគ្នាខ្ញុំក៏ដូចគ្នាតោះលេងជាមួយគ្នានិងតោះគេបង្ហាញអារម្មណ៍ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមនុស្សដោយច្រើនតែប្រើឃ្លាដូចជាខ្ញុំស្រឡាញ់អ្នកម៉ាក់សុខសប្បាយទេសូមឆ្លើយទូរស័ព្ទផងនិងស្អាតណាស់ដោយសារពួកគេចង់បានសេចក្តីស្រឡាញ់ពួកគេនិយាយអ្វីៗដូចជាមើលនេះម៉ាក់ឲ្យខ្ញុំមួយអាហារដែលអ្នកធ្វើគឺឆ្ងាញ់តើអ្នកស្រឡាញ់ខ្ញុំជាងប្អូនប្រុសរបស់ខ្ញុំទេនិងខ្ញុំស្អប់អ្នកខ្ញុំមិនលេងជាមួយអ្នកទេសូមអរគុណសូមព្រះយេស៊ូវប្រទានពរ